ជំរាបសួរបងប្អូនទាំងអស់គ្នាមកទស្សនាទេសភាពរដូវស្លឹកឈើជ្រុះរបស់ប្រទេសកូរ៉េខាងត្បូងម្ដងបងប្អូនមើលទៅទេសភាពខាងក្រៅខ្ញុំក៏ដឹងដែរបងប្អូនហើយស្អាតមែនតើហ្មងស្លឹកឈើពណ៌លឿងទុំហើយបងប្អូនទស្សនាកុំភ្លេចជួយ follow page និងជួយ share ហើយជួយ subscribe channel YouTube ខ្ញុំម្នាក់មួយផងនៅលើអេក្រង់នឹងស្រេចបងប្អូនឈ្មោះនឹងហើយនេះបងប្អូនមើលទេសភាពស្អាតណាស់ជ្រុងណាក៏ស្អាតដែរទេសភាពហើយកន្លែងនេះគេឲ្យឈ្មោះថាអ៊ឺនហេងណាមូខិលកន្លែងនេះល្បីខ្លាំងល្បីរដូវស្លឹកឈើជ្រុះនេះឯងព្រោះក្រៅពីរដូវនេះមិនសូវល្បីហ្មងទេបងប្អូនហើយដើមឈើនេះខ្ញុំស្គាល់ឈ្មោះទេកូរ៉េដាំដើមឈើនេះដើម្បីលំអប្រទេសរបស់គេកន្លែងណាក៏មានដែរតាមព្រៃភ្នំជាពិសេសតាមសួនឧទ្យានជាតិនានាវិញគឺមានច្រើនមែនតើដើមឈើនេះហើយនឹងដើមឈើមួយប្រភេទទៀតពណ៌ក្រហមហើយមើលនេះបងប្អូនលឿងទុំហ្មងមិនអ៊ីឌីតណាពណ៌ធម្មជាតិវាដល់ពេលវាទុំហ្មងគឺអញ្ចឹងហ្មងដល់ខែវាទុំគឺពណ៌លឿងទុំអញ្ចឹងហ្មងស្អាតមែនតើហ្មងហើយថតរូបស្អាតណាស់បងប្អូនហើយឆ្នាំនេះគឺអាកាសធាតុល្អណាស់អត់មានភ្លៀងទេបើឆ្នាំទៅវិញភ្លៀងធ្លាក់មកជ្រុះអត់សូវស្រស់ស្អាតដូចឆ្នាំនេះទេឆ្នាំនេះទុំស្រស់ស្អាតមែនតើកន្លែងនេះនៅជិតផ្ទះខ្ញុំដែរទេនៅជីពិតឆ្ងាយជីឡានក្រុងតើ20នាទីមកដល់មកហើយផ្លូវកាត់ទៅផ្សាររហូតជីកាត់ទៅផ្សាររហូតអញ្ចឹងមើលនេះឆ្កេងឆ្កាងទៅកន្លែងកដែរនេះហើយផ្លែវាស្អុយណាបងប្អូនស្អុយជូរដូចអីយ៉ាងតែគ្រាប់វាគេយកលីងទទួលទានតែខ្ញុំមិនដែលសាកទេឮតែគេនិយាយដែរទេហើយនេះមនុស្សមកចម្រុះជាតិសាសន៍ជាពិសេសគឺបងប្អូនជើងខាងកើតនឹងវៀតណាមនឹងច្រើនណាស់មកវៀតណាមទេមកតំបន់នេះសិតតែវៀតណាមច្រើនមែនតើហ្មងណាន់ណែនតាន់តាប់ស្អិចស្កាហើយទៅទៀតខ្ញុំនាំទៅមើលផ្លូវកណ្ដាលដែលគេដាំអមសងខាងផ្លូវណាអានឹងរឹតតែស្អាតទីកន្លែងនេះគឺផ្នែកខាងក្រោមទេរាល់ឆ្នាំគឺគេតែងផ្កាផ្នែកខាងក្រោមមាត់ទឹកតែឆ្នាំនេះគេអត់តែងទេដឹងមិនហើយគេប្រគំតន្ត្រីដែររាល់ឆ្នាំបែរជាឆ្នាំនេះគេអត់មានការប្រគំតន្ត្រីអីសោះហ្មងប្លែកឆ្នាំនេះហើយនេះផ្លូវនេះគឺគេធ្វើសម្រាប់លំហែអញ្ចឹងពេលចុងសប្តាហ៍មកប្រជាជនគេដើរហាត់ប្រាណដើរអីបើសិនជារដូវក្តៅវិញគឺប្រជាជនគេក្រាកទេដេកលេងក្រោមដើមឈើនឹងហ្មងពីមុនគឺផ្លូវឡានក្រុងផ្លូវឡានបើកទេដល់ឥឡូវគេបិទលេងឲ្យឡានបើកហើយសម្រាប់កង់ក៏លេងឲ្យជិះដែរគឺគេទុកឲ្យប្រជាជនគេដើរហាត់ប្រាណដើរលេងអ្នកខ្លះបោះតង់នៅក្រោមនឹងតែក្រាកទេដេកលេងអញ្ចឹងទៅមើលទេសភាពអញ្ចឹងទៅពេលចុងសប្តាហ៍អញ្ចឹងណាដល់ពេលខែរដូវស្លឹកឈើជ្រុះជាមកស្អាតអស់តោះហើយនេះជុកគ្រប់ធីមមកធីមនៅសិតតែប្រុសហ្នឹងមកមើលបងប្អូនមើលមនុស្សច្រើនណាហើយថ្ងៃខ្ញុំទៅនឹងថ្ងៃសៅរ៍ស្អែកឡើងអាទិត្យខ្ញុំទៅទៀតមនុស្សរឹតតែច្រើនទៀតមនុស្សនឹងមកវៀតណាមទេស្អិចស្កាហើយបងប្អូនដែលចង់មកលេងមកអាទិត្យក្រោយក៏មិនទាន់ហួសពេលដែរនៅតែស្អាតដែរបងប្អូនឃើញនោះអាខ្លះវានៅពណ៌ខៀវអញ្ចឹងមកអាទិត្យក្រោយវាទុំមុំតែវាទុំអត់ស្អាតដូចអាទិត្យនេះវាជ្រុះខ្លះអញ្ចឹងនេះអសរអ៊ឺនហេងណាមូខិលកន្លែងហ្នឹងម្នាក់គឺគេមកសម្ដៅតែអសរហ្នឹងទេគឺគេថតរូបដើម្បីថាបានបញ្ជាក់ថាមកដល់កន្លែងហ្នឹងគេថតរូបជាអនុស្សាវរីយ៍ឈ្មោះអសរអ៊ឺនហេងណាមូខិលហ្នឹងមកជាសម្គាល់ទីតាំងកន្លែងហ្នឹងអញ្ចឹងណាមើលទុំលឿងថតរូបវិញស្អាតដែរគឺមានគេថតរូបដែរតែអត់ដឹងមកប៉ុន្មានដឹងឲ្យបានសួយអូយទាំងចំហកន្លែងនេះមាត់ទឹកខ្យល់ពីមាត់ទឹករៀងមករៀងត្រជាក់ដែរបងប្អូនចង់មកលេងពាក់អាវរៀងក្រាស់បន្តិចមកអត់អីទេល្មមពាក់អាវដូចខ្ញុំពាក់មកក៏បានដែរមើលតែជនជាតិកូរ៉េគេពាក់អាវខែហ្នឹងគឺគេពាក់ទប់ទល់នឹងខ្យល់ត្រជាក់ល្មមដូចខ្មែរយើងនៅខែកដិកនៅខ្មែរអញ្ចឹងធ្លាក់ខ្យល់មកពីជើងខែប្រមូលផលស្រូវអញ្ចឹងកូរ៉េគឺគេច្រូតស្រូវហើយអស់ហើយខែនេះខែ11ហ្នឹងគឺច្រូតខែប្រមូលផលហើយប្រូតស្រូវអីដកដលងដកអីផ្នែកកសិកម្មផ្នែកគេដាំខាងក្រៅហៅសឿបើនៅក្នុងហៅសឿវិញគេដាំខូបប្រាំងខូបភាសាមិនគិតតែខែតិចធ្លាក់តកអីទេកូរ៉េគេដាំនៅក្នុងហៅសឿតែបើផ្នែកខាងក្រៅគេប្រមូលផលហើយ
នោះឃើញដើមខ្លះនៅខៀវល្មឿងដើមខ្លះនៅទុំលឿងនោះហ្មងណែហើយណេះរៀងតិចដែរបាទខ្ញុំពីអាយរៀងក្រាស់បងប្អូនទស្សនាវីដេអូកុំភ្លេចជួយ share ម្នាក់មួយផងដើម្បីទទួលបានវីដេអូក្រោយទៀតចូលទៅ subscribe channel YouTube ខ្ញុំម្នាក់មួយផងខ្ញុំដាក់នៅលើអេក្រង់នឹងស្រាច់ហ្នឹងបងប្អូនវីដេអូនៅក្នុង YouTube ច្រើនណាស់បងប្អូនខ្ញុំផុសតាក់ទងនឹងពីប្រទេសកូរ៉េបងប្អូនចូលទៅទស្សនាហើយកុំភ្លេចជួយ subscribe channel YouTube ខ្ញុំម្នាក់មួយផងហើយបាយបាយជួបគ្នានៅវីដេអូក្រោយទៀតបាយបាយជួបគ្នានៅវីដេអូក្រោយ